ចាជំរាបសួរបងប្អូនគ្នាចាគុណព្រះសម្រាប់ពេលវេលាដែលអ្នកគ្រូក្នុងបន្តគ្នាបានជួបគ្នាសាជាថ្មីផងដែរចាចឹងជួបលោកគ្រូតគ្នាចឹងនេះគឺយើងនឹងរៀនគណិតវិទ្យាចាគឺមេរៀនទី10ចាគឺអំពីការបដូររង្វាស់ប្រវែងពីម៉ែត្រទៅជាគីឡូម៉ែត្រនិងពីគីឡូម៉ែត្រទៅជាម៉ែត្រវិញចាអញ្ចឹងអ្នកគ្រូក៏មានលំហាត់ពីរខ្ទង់ដែរដែលខ្ទង់កគេឲ្យយើងបដូរពីគេចាពីម៉ែត្រទៅជាគីឡូម៉ែត្រហើយឯខ្ទង់ខគេឲ្យយើងបដូរពីគីឡូម៉ែត្រទៅជាម៉ែត្រវិញចាអញ្ចឹងតោះយើងត្រូវដឹងថាគឺ1គីឡូម៉ែត្រនេះចាគឺស្មើនឹង1000ម៉ែត្រចាហើយបើសិនជាយើងចង់បដូរវាទៅជាម៉ែត្រវិញគឺយើងធ្វើការគុណចាហើយបើយើងចង់បដូរវាពីម៉ែត្រទៅជាគីឡូម៉ែត្រវិញគឺយើងធ្វើការចែកចាឥឡូវយើងមកមើលប្រព័ន្ធវិធីរបស់អ្នកគ្រូចាដែលមានខ្ទង់សំទោសដែលមានខ្ទង់កនិងខ្ទង់និងខ្ទង់ខនិងខ្ទង់ខឥឡូវយើងមកកណនីខ្ទង់កដែលខ្ទង់កគេគឺឲ្យយើងណា3100ម៉ែត្រឲ្យយើងបដូរទៅជាគីឡូម៉ែត្រវិញមែនទេចាអញ្ចឹងយើងមើលចា3100គឺយើងបដូរពីម៉ែត្រទៅគីឡូម៉ែត្រវិញគឺយើងធ្វើការចែកនឹងម៉ានគឺចែកនឹង1000ចាអញ្ចឹងយើងកាត់ម៉ានខ្ទង់គាត់ចាគឺយើងកាត់2ខ្ទង់មកសូននៅខាងក្រៅគឺយើងកាត់ចោលចាឥឡូវយើងមកមើលវិធីចែកចាទៅដាក់ម៉ានដងចាគឺយើងដាក់បាន3ដងចាដាក់បាន3ដង3 0ដង0 3ម្ដង3ចាអញ្ចឹងយើងដកមក3 1ដក0 1ដកដែរ3ដក3គឺយើងបាន0មែនទេចាអញ្ចឹងយើងថែម0គឺយើងកាត់ខ្ទង់ចាអញ្ចឹងយើងដាក់បានម្ដងទៀតចាគឺយើងដាក់បានដងមែនទេដាក់អញ្ចឹងដកមកបាន0ចាឥឡូវយើងមកមើលចាខ្ទង់ខរបស់យើងខ្ទង់ករបស់យើងគឺ3100ម៉ែត្រចាបដូរទៅជាគីឡូម៉ែត្រគឺយើងបាន3.1ចា1គីឡូម៉ែត្រមែនទេចាឥឡូវយើងចូលដល់ខ្ទង់ខម្ដងអញ្ចឹងខ្ទង់ខរបស់យើងបដូរពីគីឡូម៉ែត្រទៅជាម៉ែត្រចាអញ្ចឹងបើបដូរពីគីឡូម៉ែត្រទៅម៉ែត្រវិញគឺយើងធ្វើការគុណចាដល់យើងយក1000គឺគុណជាមួយនឹង98មែនទេចាឥឡូវយើងធ្វើការគុណអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹង8 0ដងចា0 8 0ដង0ទៀតចា8 0ដង0 8ម្ដងចា8 0ទៀតមក9 0ដង0 9 0ដង0 9 0ដង0 9ម្ដង5ចា9បូកមកចា0ទុំលាក់0បូក0ចា0 0បូក0 0បូក8 8បូក0ក៏បានគឺ5 3 9នេះទុំលាក់ចុះចាអញ្ចឹងចម្លើយរបស់យើងគឺឃើញមែនចា98000ចា90000 ចា8000ចាអញ្ចឹង98គីឡូម៉ែត្រយើងបដូរទៅជាម៉ែត្រគឺយើងបាន98000ម៉ែត្រចាអញ្ចឹងមេរៀនរបស់អ្នកគ្រូនៅថ្ងៃនេះដែលតកតងជាមួយនឹងការប្រូខ្នាតប្រវែងក៏បានចប់ត្រឹមតែប៉ុណ្្នឹងអញ្ចឹងគ្រូសូមថាបងប្អូនគ្នាត្រឡប់ទៅវិញក៏បានអនុវត្តលំហាត់តកតងជាមួយនឹងមេរៀននៅថ្ងៃនេះផងដែរចាអញ្ចឹងអ្នកគ្រូសូមអរគុណសូមប្រទានពរ